សួស្តីបងប្អូននេះគឺជាសម្រស់នៃធម្មជាតិដែលពោរពេញទៅដោយផ្ការីកដ៏ស្រស់ស្អាតនារដូវវស្សាដែលមានភ្លៀងធ្លាក់មកចឹងទៅក៏ធ្វើឲ្យផ្កាបានទទួលនៅពន្លឺដ៏ល្អទទួលបាននៅទឹកស្រស់ស្របវាធ្វើឲ្យវាមាននៅជីជាតិសម្រាប់ចិញ្ចឹមរាងកាយរបស់វាអញ្ចឹងទៅក៏បង្ហាញនៅសម្រស់ដ៏ស្រស់ស្អាតទៅកាន់ពិភពដែលមនុស្សកំពុងរស់នៅហើយមនុស្សតែងទទួលយកអារម្មណ៍នៅពេលដែលឃើញផ្ការីកដ៏ស្រស់ស្អាតទៅនេះហើយធ្វើឲ្យចិត្តរបស់មនុស្សនឹងឯងរីករាយពោរពេញទៅដោយភាពសប្បាយជាមួយនឹងសម្រស់នៃធម្មជាតិដែលបង្ហាញឲ្យយើងឃើញនៅភាពស្អាតរបស់ផ្កាព្រមទាំងមាននៅពណ៌បៃតងដែលយើងអាចមើលទៅឃើញធ្វើឲ្យចិត្តយើងនឹងឯងបាត់នូវទុក្ខកង្វល់ផងដែរហើយនេះគឺសត្វបក្សាបក្សីកំពុងតែក្រេបជក់យកនៅរសនៃផ្កាដើម្បីចិញ្ចឹមនៅរាងកាយរបស់ខ្លួនផងដែរបាទហើយនេះគឺកំពុងតែក្រេបជក់ហើយបន្ទាប់មកក៏យើងឃើញផ្កាពណ៌ដ៏ស្រស់ស្អាតក្រហមលឿងបាទហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងផងដែរសូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសូមអរគុណ